ប្រាសាទអណ្ដែតជាឈ្មោះប្រាសាទឥដ្ឋមួយដែលស្ថិតនៅក្នុងខេត្តកំពង់ធំហើយក៏ជារមណីយដ្ឋានបុរាណមួយផងដែរបើយោងតាម AMS Khmer Civilization ប្រាសាទអណ្ដែតស្ថិតនៅក្នុងរចនាបថព្រៃក្មេងនិងដើមរចនាបថកំពង់ព្រះដែលទំនងសាងសង់ឡើងនៅចុងសតវត្សទី7ឬដើមសតវត្សទី8នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ការហៅឈ្មោះប្រាសាទនេះថាអណ្ដែតទំនងមានប្រភពពីទីតាំងសម្រាប់កសាងប្រាសាទដែលស្ថិតនៅលើទួលខ្ពស់មួយហើយមានកសិនព័ទ្ធជុំវិញធ្វើឲ្យរដូវវស្សាប្រាសាទហាក់ដូចជាអណ្ដែតនៅលើទឹកប្រាសាទអណ្ដែតសាងសង់អំពីឥដ្ឋតុបតែងលម្អដោយផ្តែរសសរពេជ្រនិងមេទ្វារធ្វើពីថ្មភក់មានបណ្ដោយជាង5ម៉ែត្រនិងទទឹងប្រហែល4ម៉ែត្រកាលពីដើមនៅក្នុងប្រាសាទនេះមានតម្កល់បដិមាព្រះហរិហរៈដែលបង្ហាញអំពីឥទ្ធិពលសាសនាព្រហ្មញ្ញសាសនានៅសម័យនោះប្រាសាទនេះមានទីតាំងស្របតាមផ្លូវបុរាណមួយដែលភ្ជាប់ពីតំបន់អង្គរឆ្ពោះទៅតំបន់ខាងត្បូងនៃប្រទេសកម្ពុជាបច្ចុប្បន្នប្រាសាទអណ្ដែតស្ថិតនៅក្នុងភូមិប្រាសាទឃុំសានគោស្រុកកំពង់ស្វាយខេត្តកំពង់ធំមានចម្ងាយប្រមាណ28គីឡូម៉ែត្រនៅភាគខាងលិចទីរួមខេត្តកំពង់ធំប្រាសាទអណ្ដែតគឺជាភស្តុតាងដ៏មានតម្លៃនៃប្រវត្តិសាស្ត្រខ្មែរមុនសម័យអង្គរដែលបង្ហាញអំពីការរីកចម្រើនផ្នែកសាសនាសិល្បៈនិងវប្បធម៌របស់ជាតិខ្មែរប្រាសាទនេះគួរឲ្យយើងចូលរួមថែរក្សានិងសិក្សាបន្តឲ្យអ្នកជំនាន់ក្រោយបានស្គាល់និងយល់ដឹងអំពីមរតកវប្បធម៌ដ៏មានតម្លៃនេះប្រាសាទអណ្ដែតគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលបានទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តតាមរយៈកំណើនភ្ញៀវទេសចរនិងចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ចនិងការអភិរក្សស្ថាបត្យកម្មបេតិកភណ្ឌប្រវត្តិសាស្ត្រនេះផងដែរ